សិក្សាអំពីរូបមន្ត count if count if ជារូបមន្តរាប់តាមលក្ខខណ្ឌ syntax count is បើកមុខកញ្ចក់ rank ខាម៉ា criteria បិទមុខកញ្ចក់ rank កំណត់សែនៃជួរទិន្នន័យ criteria លក្ខខណ្ឌត្រូវគណនាតោះអញ្ចឹងយើងមើលការអនុវត្តតោះអញ្ចឹងយើងមើលនេះទី1គឺយើងបង្កើត sheet មួយទៀតឈ្មោះ count if បន្តមកទៀតយើងវាយសំណួរនេះចូលមករួចទិន្នន័យនេះគឺយើងអាច copy ចេញពីលំហាត់មុនក៏បានដែរតោះអញ្ចឹងយើងមើលទី1ចូលរាប់តែភេទប្រុសអញ្ចឹងយើងចង់ដឹងថាតើភេទទាំងអស់នេះមានផុតប្រុសមានស្រីអញ្ចឹងចង់ដឹងថាភេទប្រុសមានប្រមាណអ្នកតោះអញ្ចឹងយើងវាយ answer មួយនេះមកអញ្ចឹងទី1ស្មើ count if បើកមុខកញ្ចក់ select លើជួរភេទហ្នឹងមកខាម៉ារួច select លើភេទ up នេះតែម្ដងរួច enter បាទអញ្ចឹងគឺ9នាក់សម្រាប់ភេទប្រុសបាទអញ្ចឹងយើងមើល1 2 3 4 5 6 7 8 9ណាអញ្ចឹងគឺរាប់ទៅសរុបមកភេទប្រុសគឺមាន9នាក់តោះអញ្ចឹងយើងមើលមួយទៀតសំណួរទី2ចូលរាប់តែ location ស្មើតាកែវអញ្ចឹងយើងចង់ដឹងថានេះ location ទាំងអស់នេះអ្នកតាកែវមានប្រមាណអ្នកអញ្ចឹងយើងវាយមក answer 2ស្មើ COU អញ្ចឹងយើងវាយគ្រាន់តែវាយ COU មកពេលហ្នឹងឃើញ load ចេញពាក្យ count if នៅនេះហើយអញ្ចឹងคลิกលើ count if 2ដងបាទអញ្ចឹងយើងមើលកន្លែងនេះចេញពាក្យ rank អញ្ចឹងយើងមក select លើបាទ location ទាំងអស់គ្នាខាម៉ាមករួចយើង select លើលក្ខខណ្ឌបាទតកែវតែមួយទេរួចចុច enter តែម្ដងអញ្ចឹងគឺ4នាក់អញ្ចឹងយើងមើលនេះតកែវ1តកែវ2តកែវ3តកែវ4បាទអញ្ចឹងចម្លើយរបស់យើងគឺត្រឹមត្រូវហើយគឺយើងប្រើរូបមន្តហ្នឹងដែរ